អ្វីត្បិតតែគ្មានការផ្ទុះអាវុធមែនតែថៃនៅតែគ្មានភាពស្មោះត្រង់ក្នុងការអនុវត្តបទឈប់បាញ់មួយខែមកនេះគិតត្រឹមថ្ងៃទី27ខែមករាឆ្នាំ2026នេះការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជានិងភាគីថៃគឺរយៈពេល1ខែហើយសេចក្តីប្រកាសសារព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយថ្ងៃពុធទី28ខែមករាឆ្នាំ2026កន្លងទៅនេះបញ្ជាក់ថាទោះបីមិនមានការប៉ះទង្គិចដោយអាវុធក្នុងរយៈពេល1ខែនេះក៏ដោយក៏ប៉ុន្តែផលប៉ះពាល់លើប្រជាពលរដ្ឋនិងតំបន់ស៊ីវិលកម្ពុជានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរដែលត្រូវការដោះស្រាយជាបន្ទាន់គិតត្រឹមថ្ងៃទី27ខែមករាឆ្នាំ2026គឺរយៈពេល1ខែហើយដែលភាគីកម្ពុជាថៃបានអនុវត្តបទឈប់បាញ់ក្នុងសេចក្តីប្រកាសសារព័ត៌មានចេញផ្សាយថ្ងៃពុធទី28ខែមករានេះក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថាកម្ពុជាបានតាមដាននិងកត់ត្រាទុកជាបន្តបន្ទាប់នៅសកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃទោះបីភាគីទាំងពីរពុំបានផ្ទុះអាវុធដាក់គ្នាក៏ពិតមែនតាមក្រសួងមហាផ្ទៃសកម្មភាពមិនស្មោះត្រង់របស់ភាគីថៃនោះរួមមានការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ការបំផ្លិចបំផ្លាញផ្ទះសម្បែងការលួចទ្រព្យសម្បត្តិនិងការរារាំងជនស៊ីវិលកម្ពុជាមិនឲ្យត្រឡប់ទៅផ្ទះសម្បែងវិញជាដើមគិតត្រឹមថ្ងៃទី28ខែមករាឆ្នាំ2026របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថាមានជនភៀសសឹកចំនួនជាង 112,000 នាក់កំពុងបន្តស្នាក់នៅជំរំភៀសសឹកនានាគណៈពលរដ្ឋប្រមាណ 53,000 នាក់ឬជិត 83% បានវិលត្រឡប់ទៅលំនៅឋានវិញចំណែកផលប៉ះពាល់ក្នុងសេវាសាធារណៈមូលដ្ឋានវិញខេត្តឧត្តរមានជ័យមានសាលារៀនចំនួន14និងមន្ទីរពេទ្យចំនួន7បន្តផ្អាកជាបណ្ដោះអាសន្នខេត្តបន្ទាយមានជ័យមានសាលារៀនចំនួន5និងមន្ទីរពេទ្យចំនួន1រីឯខេត្តព្រះវិហារវិញច្រើនជាងគេគឺមានសាលារៀនរហូតដល់29និងមន្ទីរពេទ្យចំនួន14នៅតែបន្តផ្អាកដំណើរការនៅឡើយជាមួយគ្នានេះរបាយការណ៍របស់ក្រសួងមហាផ្ទៃដដែលឲ្យដឹងបន្តទៀតថាហេដ្ឋារចនាសម្ព័ន្ធឯកជននិងសាធារណៈក៏ត្រូវរងការខូចខាតធ្ងន់ធ្ងរផងដែរថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី28ខែមករានេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនប៊ុនណាបញ្ជាក់ថាបទឈប់បាញ់រយៈពេល1ខែនេះបានផ្ដល់ឱកាសដល់ក្រុមការងារចំពោះកិច្ចបង្កើនឡើងដោយរដ្ឋាភិបាលក្នុងការចុះបំពេញការងារដើម្បីវិតម្លៃពីផលប៉ះពាល់ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់យោធាថៃបាទតាមលោកប៉ែនប៊ុនណាបទឈប់បាញ់នេះគឺជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ដើម្បីស្ដារជីវភាពប្រជាពលរដ្ឋភៀសសឹកនិងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឲ្យបានឆាប់បំផុតទន្ទឹមគ្នានេះរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានអះអាងពីការជំរុញឲ្យភាគីថៃអនុវត្តតាមស្មារតីសេចក្តីប្រកាសរួមដែលចែងពីការមិនត្រូវធ្វើអ្វីមួយឲ្យប៉ះពាល់ដល់ខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនិងថាកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយAmnesty International បាននិយាយថាវិបត្តិមនុស្សធម៌កើនឡើងក្នុងពេលបង្ក្រាបបទល្មើសឆបោកអនឡាញករណីសម្លាប់រំលោភបំពាននិងធ្វើទារុណកម្មកើនឡើងក្នុងអគារប្រតិបត្តិការឆបោកអនឡាញក្នុងប្រទេសកម្ពុជានេះបើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ជារបាយការណ៍ថ្មីដែល Amnesty International ចងក្រងឡើងតាមរយៈការជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីបទល្មើសឆបោកអនឡាញ35នាក់ដែលទើបត្រូវបានដោះលែងឬរត់គេចខ្លួនពីអគារប្រតិបត្តិការអនឡាញនៅកម្ពុជាក្នុងរយៈពេល6សប្តាហ៍ចុងក្រោយនេះអង្គការលើកលែងទោសអន្តរជាតិឬ Amnesty International នៅថ្ងៃទី27ខែមករាបានលើកឡើងថាមនុស្សរាប់ពាន់នាក់ដែលបានគេចចេញពីអគារឆបោកឬក៏ត្រូវបានដោះលែងចេញពីអគារឆបោកកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់អ្នកដែលបានចេញក្រៅអគារឆបោកទាំងនោះបានប្រាប់ Amnesty International ឲ្យដឹងអំពីហេតុការណ៍ដែលអ្នកជាប់ក្នុងអគារទាំងនោះទទួលរងនឹងការរំលោភបំពានជាច្រើនដូចជាការសម្លាប់ការរំលោភនិងធ្វើទារុណកម្មនេះបើតាមសក្ខីកម្មអង្គការលើកលែងទោសអន្តរជាតិទទួលបានពីអ្នករត់ចេញពីអគារឆបោកទាំង35នាក់អ្នករួចខ្លួនចេញពីអគារឆបោកអនឡាញនៅកម្ពុជាទាំងនោះក៏បានប្រាប់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ថាពួកគេត្រូវបានគេបង្ខំឲ្យធ្វើការដូចជាទេសកលនិងបន្ទាប់មកត្រូវជន់អន្តពាលបង្ខំឲ្យចាកចេញពីអគារឆបោកអនឡាញក្នុងស្ថានភាពគ្រោះថ្នាក់ព្រោះពួកគេគ្មានលិខិតឆ្លងដែននិងគ្មានការគ្រប់គ្រងផ្នែកសុខាភិបាលក្រៅពីនេះអ្នករួចខ្លួនម្នាក់បានប្រាប់អង្គការលើកលែងទោសអន្តរជាតិថាគេបានឃើញករណីកាត់ម្រាមដៃនិងករណីអាកថែមទៀតផងប្រធានក្រុមស្រាវជ្រាវថ្នាក់តំបន់នៃអង្គការលើកលែងទោសអន្តរជាតិលោក Mense Ferre បានកត់សម្គាល់ឃើញថាការនាំគ្នាចេញពីអគារឆបោកអនឡាញក្នុងប្រទេសកម្ពុជាទាំងវងក្នុងរយៈពេលចុងក្រោយនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌និងដោយគ្មានការអើពើសោះលោក Mense Ferre ចាត់ទុកថាស្ថានភាពនេះគឺជាវិបត្តិអន្តរជាតិមួយលើទឹកដីកម្ពុជា
ព្រោះអ្នកពាក់ព័ន្ធបទល្មើសអនឡាញទាំងនោះគឺមកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប និងទ្វីបអាមេរិកតាមសម្ដីរបស់លោក Monseferre គាត់បាននិយាយថាអ្នកទាំងអស់នោះត្រូវការជំនួយបន្ទាន់ដើម្បីពួកគេអាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាពលោកស្រីជូប៊ុនអេរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនបានប្រតិកម្មលើរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិក្រោមហេតុផលថាលោកស្រីមិនមានព័ត៌មានលម្អិតអំពីកិច្ចការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញឡើយលោកស្រីជូប៊ុនអេត្រឹមបញ្ជាក់ដោយខ្លីថាជនបរទេសដែលបានរួចខ្លួនចេញពីអគារឆបោកអនឡាញគួរផ្ដល់ព័ត៌មានដល់អាជ្ញាធរកម្ពុជាដើម្បីទទួលបានការអន្តរាគមន៍និងការជួយសម្រួលដល់ការបង្ក្រាបបទល្មើសឆបោកអនឡាញឲ្យមានប្រសិទ្ធភាពក្រឡេកមើលតុលាការអាមេរិកវិញបានកាត់ទោសជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាតុលាការអាមេរិកសម្រេចកាត់ទោសជនជាតិចិនម្នាក់ឈ្មោះជីងលៀងស៊ូឲ្យជាប់ពន្ធនាគារចំនួន3ឆ្នាំ10ខែក្នុងបទល្មើសឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជានេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុទ្ធភ័ពអាមេរិកនៅថ្ងៃអង្គារទី27ខែមករាតុលាការអាមេរិកក៏បានបង្គាប់ឲ្យជនជាប់ទោសបង់សំណងក្នុងរង្វង់ទឹកប្រាក់ជិត26លានដុល្លារអាមេរិកក្រសួងយុទ្ធភ័ពអាមេរិកបានឲ្យដឹងថាជនជាប់ទោសឈ្មោះជីងលៀងស៊ូនិងបកពួកឆបោកពលរដ្ឋអាមេរិកកាំងចំនួន174នាក់ក្នុងរង្វង់ទឹកប្រាក់ជាង36លានដុល្លារអាមេរិកបើតាមសេចក្តីប្រកាសរបស់ក្រសួងយុទ្ធភ័ពអាមេរិកទឹកប្រាក់ជាង36លានដុល្លារអាមេរិកនេះត្រូវជន់ល្មើសនឹងបកពួកឆបោកតាមរូបភាពវិនិយោគពីមជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាតុលាការអាមេរិកបានបង្គាប់ឲ្យជនជាប់ទោសឈ្មោះជីងលៀងស៊ូបង់ប្រាក់សំណងចំនួន26លានដុល្លារបន្ទាប់ពីជីងសាំងលូបានឆ្លើយសារភាពពីទោសកំហុសរបស់ខ្លួនកាលពីអំឡុងខែមិថុនាឆ្នាំ2025បើតាមក្រសួងយុទ្ធភ័ពអាមេរិកជីងលៀងស៊ូគឺជាផ្នែកមួយនៃបណ្ដាញឧក្រិដ្ឋជនអន្តរជាតិដែលបានបញ្ចុះបញ្ចូលជនរងគ្រោះជាជនជាតិអាមេរិកឲ្យផ្ទេរប្រាក់ពីគណនីដែលគ្រប់គ្រងដោយអ្នកសំគំនិតបន្ទាប់មកពួកគេក៏បានលាងលុយជនរងគ្រោះតាមរយៈក្រុមហ៊ុន Cell របស់សហរដ្ឋអាមេរិកគណនីធនាគារអន្តរជាតិនិងកាបូប Digital ក្នុងសំណុំរឿងនេះមានជនល្មើសចំនួន8នាក់ដែលព្រមសារភាពពីទោសកំហុសរបស់ខ្លួនពីការផ្សំគំនិតបញ្ជូនប្រាក់គ្មានអាជ្ញាប័ណ្ណជាមួយនឹងជនជាប់ទោសជនជាតិចិនឬមេខ្លោងជីងលៀងស៊ូក្នុងចំណោមជនល្មើសទាំង8នាក់នោះគិតត្រឹមពេលនេះតុលាការអាមេរិកកាត់ទោសបុគ្គល2រូបឲ្យជាប់ពន្ធនាគារម្នាក់51ខែនិងម្នាក់ទៀត36ខែគួរកត់សម្គាល់ថានេះជាចំណាត់ការរបស់តុលាការអាមេរិកតាក់ទងនឹងជនល្មើសដែលបានធ្វើប្រតិបត្តិការឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាកាលពីដើមខែមករាបានសម្រេចចាប់បញ្ជូនលោកជេនស៊ីប្រធានក្រុមហ៊ុន Prince ឲ្យទៅរដ្ឋាភិបាលចិនការធ្វើបដិសេធបានលោកជេនស៊ីគឺបន្ទាប់ពីបុគ្គលរូបនេះរងការចោទប្រកាន់ថាជាមេខ្លោងឧស្សាហកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា